រូបមន្តសង្វិចអាហារពេលព្រឹកងាយស្រួលធ្វើហើយឆ្ងាញ់ទៀត Mua nó đọc ខានអូនកូកាក៏ចូលចិត្តដែរណាគុំសង្វិចហ្នឹងតាមវីដេអូគេយូរហើយលើថ្ងៃនេះហ៊ានធ្វើដំបូងយើងដាក់ទឹកដោះគោស្រស់នេះជាមួយនឹងពងមាន់មួយគ្រាប់ស្ករ2ស្លាបព្រាខ្ញុំខ្លាចខ្វល់ណាស់ដោយសារខ្ញុំអត់ជឿថាពងមាន់មួយទាំងមូលអាចជ្រាបចូលសង្វិចបានខ្ញុំដាក់ត្រាំសង្វិច3ប្រទេសមានណា5នាទីឬក៏10នាទីខ្ញុំភ្លេចហើយជ្រាបចូលទាំងអស់មែនឥឡូវយើងយកទៅអាំងសិនជាបងប្អូនអត់មានម៉ាស៊ីនអាំងខ្ញុំគិតថាដាក់ផ្ទះយើងជ្រេទៅជ្រេមកក៏បានដែរខ្ញុំដាក់អាំង180អង្សា5នាទីសង្វិចនេះបងប្អូនញ៉ាំជាមួយនឹងហាពេលព្រឹកហើយផឹកទឹកដោះគោសូនីច្រោះគឺត្រូវហ្មងដោយសារទឹកដោះគោសូនីច្រោះគឺពោរពេញដោយកាល់ស្យូមជាមួយនឹងវីតាមីនអាចញ៉ាំបានមួយថ្ងៃ3កែវម៉េងចាប់ពីយក2ឆ្នាំឡើងទៅគាត់អាចញ៉ាំបានអញ្ចឹងខ្ញុំអាចយកធូននំឲ្យអូនកូកាញ៉ាំមនុស្សចាស់ញ៉ាំទៅកាពីពុកឆ្អឹងមានទងណាជួយកាត់បន្ថយការឈឺឆ្អឹងឆ្អាញទៀតនិយាយពីពណ៌ខៀវនេះវិញគឺឈ្ងុយទឹកដោះគោហ្មងផ្លាសេត្រជាក់ញ៉ាំទៅឆ្ងាញ់ណាសង្វិចយើងអាំងបាន5នាទីខ្ញុំបៀកជាមួយនឹងប៊ឺឲ្យសង្វិចយើងហត់ទៅឈ្ងុយខ្ញុំទុកអាំង2នាទីទៀតឲ្យប៊ឺយើងរលាយហើយឲ្យសង្វិចយើងរៀងក្រៀមឆ្ងាញ់ជាងហ្នឹងណាអូយសង្វិចយើងឆ្ងាញ់ណាបងប្អូនអាចដាក់ទឹកឃ្មុំញ៉ាំជាមួយក៏បាននោះក៏សូបទឹកដោះគោខាប់ចូលបន្ថែមក៏បានដែរបើខ្ញុំវិញខ្ញុំរោយស្ករពីលើញ៉ាំក៏ឆ្ងាញ់ដែរសបកខាងក្រៅគឺស្រួយហើយបើខាងក្នុងវិញដូចនំពងមាន់អញ្ចឹងឡើងទន់ញ៉ាំចូលគឺរលាយក្នុងមាត់ឈ្ងុយប៊ឺហងឈ្ងុយទឹកដោះគោហងឈ្ងុយពងមាន់ហងខ្ញុំរោយជាមួយនឹងស្ករពោតហ្នឹងញ៉ាំទៅអត់សូវឡើងគីឡូហើយបើអូនកូកាវិញញ៉ាំបានច្រើនណាស់ហើយញ៉ាំសង្វិចហ្នឹងក៏ឆាប់ឡើងគីឡូដែរម៉ាម៉ាកុំភ្លេចធ្វើឲ្យកូនយើងញ៉ាំណាកូនបងប្អូនឲ្យទូសាវីរងរើចាប់បែបបងប្អូនចង់ប្រាប់បងប្អូនថាមុខម្ហូបមួយនេះគឺខ្ញុំធ្វើឡើងជាមួយទឹកភ្នែកហ្មងខ្ញុំធ្លាប់ប្រាប់បងប្អូនថាពេលខ្ញុំធ្វើម្ហូបគឺខ្ញុំសប្បាយចិត្តខ្លាំងមែនតើតែលើកនេះគឺអត់សប្បាយទេនេះឲ្យខ្ញុំមកធ្វើជាមួយនឹងពោតឈីដល់យើងត្រូវកាប់ពោតមួយផ្លែជាមួយនឹង hot dog ឬមួយក៏សាច់ហែមក៏បានដែរ hot dog នេះគឺខ្ញុំទិញនៅ 7-Eleven ណាបងប្អូនសម្រាប់ hot dog នេះគឺមានរសជាតិឈ្ងុយឬមួយក៏បងប្អូនអាចទិញ hot dog នៅតាមអាទិគេលក់ប្រហិតក៏បានដែរហើយអីដែលយកទឹកភ្នែកពីខ្ញុំបានណាគឺខ្ទឹមបារាំងនឹងឯងចង់និយាយថាចិត្តបដាបើភ្នែកអត់រួចហ្មងទឹកភ្នែកហូរនេះខ្ញុំហាន់បដាបិទភ្នែកបដាណាបន្ទាប់មកយើងត្រូវការជំនួសប៊ឺឲ្យពោតយើងហត់ទៅឈ្ងុយខ្ញុំដាក់ប៊ឺមួយស្លាបព្រាហើយដាក់ខ្ទឹមបារាំងចូលឲ្យយើងឆាឲ្យឈ្ងុយហើយបងប្អូនចាំដាក់ hot dog ចូលឆាហើយខ្ញុំដាក់ពោតចូលហ្មងបន្ទាប់មកខ្ញុំដាក់ស្ករមួយស្លាបព្រារ៉ូឌីកន្លះស្លាបព្រាម្រេចបន្តិចហើយខ្ញុំឆាឲ្យសព្វឆាដល់ពេលណាឃើញពោតយើងរៀងលឿងហើយយើងញ៉ាំសាកមើលឆ្អិនហើយបើឆ្អិនហើយគឺបានទេណាបងប្អូនណាដាក់ចូលចានបែងក៏បានចានដូចខ្ញុំក៏បានដែរហើយយើងដាក់ឈីសពីលើសម្រាប់ឈីសនេះគឺខ្ញុំទិញនៅផ្សារស៊ីបងប្អូនគឺគេកាត់ស្រាប់ហ្មងតម្លៃតែ$2ទេជាឈីសម៉ាសាសាឡាឈីសហ្នឹងគឺវាតែងណាហើយខ្ញុំដាក់អាំង200អង្សា10នាទីនិយាយទៅយើងអាំងដល់ពេលណាឃើញវារៀងលឿងចឹងគឺបានដែរណាបងប្អូនតែខ្ញុំមានស្លឹកនេះស្រាប់ចឹងខ្ញុំដាក់ឡើងឲ្យដូចគេលក់បើយើងអត់មានក៏អត់អីដែរបងប្អូនឃើញអត់គួរឲ្យចង់ញ៉ាំខ្លាំងមែនតើហ្មងខ្ញុំនិយាយមែនណាមិនបាញ់និយាយពីរសជាតិទេគឺបែបខ្លាំងមែនតើហ្មងផ្អែមប្រៃហើយឈ្ងុយបោះឈីញ៉ាំគឺជក់ខ្លាំងមែនតើប្តីខ្ញុំមកគាត់ញ៉ាំឡើងអស់លីងហ្មងលិតចានហ្មង